បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏បានវិលត្រឡប់មកជួបពុកម៉ែបងប្អូនទាំងអស់គ្នាសារជាថ្មីទៀតហើយអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី15អញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃនេះដែរគឺថ្ងៃទី15ខែ8ឆ្នាំ2026អញ្ចឹងខ្ញុំបាទក៏មានតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃអញ្ចឹងតម្រុយលេខអុកតុងគឺមានតម្រុយអុកតុង9អញ្ចឹងនេះគឺជាតម្រុយលេខអុកតុងអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទតម្រុយលេខអុកតុងគឺមានតម្រុយអុកតុង9អញ្ចឹងនេះគឺជាតម្រុយលេខអុកតុងរីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់អញ្ចឹងតម្រុយលេខតូចគ្រាប់ទី1គឺមានតម្រុយលេខ93អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី1រីឯតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ02អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ02រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ8គត់អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី3រីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ57អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី4អញ្ចឹងសូមបញ្ជាក់ម្ដងទៀតតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី15ខែ8ឆ្នាំ2026ខ្ញុំបាទក៏មានតម្រុយលេខអុកតុងគឺមានតម្រុយអុកតុង9អញ្ចឹងនេះគឺជាតម្រុយលេខអុកតុងរីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់អញ្ចឹងតម្រុយលេខតូចគ្រាប់ទី1គឺមានតម្រុយលេខ93រីឯតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ02រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ8គត់រីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ57អញ្ចឹងនេះគឺជាតម្រុយលេខតូច4គ្រាប់រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណអញ្ចឹងតម្រុយលេខធំគ្រាប់ទី1គឺមានតម្រុយលេខ6 50គត់គុណអញ្ចឹងតម្រុយលេខធំគ្រាប់ទី1គឺមានតម្រុយលេខ6 50គត់គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណរីឯតម្រុយលេខធំគ្រាប់ទី2គឺមានតម្រុយលេខ9 25គុណអញ្ចឹងតម្រុយលេខធំគ្រាប់ទី2គឺមានតម្រុយលេខ9 25គុណអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយតែប៉ុណ្្នឹងទេខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា